រយៈពេល10ឆ្នាំចុងក្រោយនេះចិនបានបើកយុទ្ធនាការបង្ក្រាបអំពើពុករលួយទូទាំងប្រទេសពិសេសនៅតាមក្រសួងស្ថាប័នរដ្ឋទាំងអស់ប៉ុន្តែថ្មីៗនេះចិនមានគម្រោងបើកយុទ្ធនាការក្នុងការបង្ក្រាបសុភាពបរោះคล้ายៗមនុស្សមុខពីរមនុស្សឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយនៅតាមស្ថាប័នរដ្ឋផ្សេងៗនេះបើយោងតាមការបញ្ជាក់របស់លោកជឹងយូសៀដែលជាអនុប្រធានគណៈកម្មាធិការបោសសម្អាតអំពើពុករលួយនៅក្នុងវិស័យកងទ័ពចិនអញ្ចឹងយុទ្ធនាការនៃការបង្ក្រាបជនដែលមិនមានភាពស្មោះត្រង់ចំពោះបកគមនេះចិនឬក៏អ្នកដែលមិនស្មោះត្រង់ជាមួយស្ថាប័នរដ្ឋនេះគេហៅថា fake loyalty ហើយនឹង two facemen បាទ two facemen ហ្នឹងបើយើងបកប្រែខ្មែរទៅគេថាមនុស្សមុខពីរហើយបើយើងធ្លាប់មើលរឿងចិនគេហៅថាសុភាពបរោះคล้ายៗអញ្ចឹងក្រុមមនុស្សមុខពីរក្រុមឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយក្រុមដែលមិនមានភាពស្មោះត្រង់ជាមួយនឹងរដ្ឋាភិបាលក្រុមមុខពីរនៅតាមក្រសួងស្ថាប័នហ្នឹងត្រូវតែទទួលការបង្ក្រាបឲ្យទាន់ពេលវេលាដើម្បីកុំឲ្យចិនហ្នឹងរាំងស្ទះទៅដល់ការអភិវឌ្ឍសម្រាប់ទិសដៅអតិភិបរបស់ខ្លួនត្រឹមឆ្នាំ2050ហើយប្រសិនបើរបាយការណ៍ដែលធ្វើឡើងដោយក្រុមរបស់លោកចិនយ៉ុងស៊ីនេះត្រូវបានអនុម័តពីគណៈកម្មាធិការមជ្ឈិមបក្សរបស់ចិនដែលគេនឹងរៀបចំកិច្ចប្រជុំនៅដើមឆ្នាំក្រោយកំឡុងខែ2ខែ3នេះនោះអ្វីនឹងត្រូវបានគេអនុវត្តនៅតាមក្រសួងស្ថាប័នរបស់ចិនពិសេសនៅក្នុងផ្នែកវិស័យកងទ័ពនេះឯងដែលមានលោកជឹងយ៉ុងសៀគឺជាអនុប្រធានគណៈកម្មាធិការកណ្ដាលនៃកងទ័ពចិនហើយគាត់បានលើកឡើងនៅក្នុងរបាយការណ៍ជាច្រើនទំព័ររបស់គាត់ថាមនុស្សដែលមិនមានភាពស្មោះត្រង់ចំពោះបកឬក៏ចំពោះស្ថាប័នរដ្ឋមនុស្សមុខពីរមនុស្សឆ្អិនក្បាលស៊ីក្បាលមនុស្សឆ្អិនកតុយស៊ីកតុយនៅតាមក្រសួងស្ថាប័ននេះគឺជាក្រុមមនុស្សដែលបានរារាំងទៅដល់ការអភិវឌ្ឍផ្សេងៗពីមុនចិនបើកយុទ្ធនាការនៅក្នុងការបង្ក្រាបប្រឆាំងអំពើពុករលួយអញ្ចឹងជនដែលប្រព្រឹត្តអំពើពុករលួយគឺមានភ័ស្តុតាងមានអីជាក់លាក់ណាស់ដែលពួកគេបានប្រព្រឹត្តអំពើពុករលួយប៉ុន្តែគាត់ថាក្រុមមនុស្សមុខពីរក្រុមសុភាពបរោះคล้ายៗក្រុមដែលមិនមានភាពស្មោះត្រង់ចំពោះស្ថាប័នរដ្ឋនេះគឺជាក្រុមដែលយើងពិបាកមើលពិបាកស្មានហើយពិបាកទាញណាស់ពីព្រោះក្រុមនេះគឺជាក្រុមដែលបកកែសម្ដែងអញ្ចឹងគាត់ថាដល់ពេលដែលចិនត្រូវបោសសម្អាតក្រុមអស់ហ្នឹងហើយមិនអាចទុកឲ្យក្រុមនេះនៅបង្កព្យុះភ្លៀងនៅតាមក្រសួងស្ថាប័នទៀតទេហើយអ្វីដែលគាត់បញ្ជាក់នេះគឺល្អណាស់បងប្អូនហើយត្រឹមត្រូវណាស់ហើយជាអ្វីដែលសង្គមទូទាំងសកលលោកខ្ញុំជឿថាក៏សម្បូរដែរបរោះមុខពីរសុភាពបរោះคล้ายៗមនុស្សឆ្អិនក្បាលស៊ីក្បាលនៅតាមក្រសួងស្ថាប័ននេះច្រើនណាស់បាទស្រុកណាក៏សម្បូរដែរពិសេសគឺប្រទេសកំពុងអភិវឌ្ឍនេះឯងអញ្ចឹងតាមរយៈគម្រោងរបស់លោកជឹងយ៉ុងសៀនេះគឺជាប្រភេទរបាយការណ៍មួយដែលទទួលបានការស្រាវជ្រាវក៏ដូចជាចងក្រងឡើងពីសំណាក់អ្នករៀបចំគោលនយោបាយជាតិច្រើនណាស់គាត់ថារបាយការណ៍នេះគឺរៀបចំឡើងដោយ a lot of senior government official from any other policy makers areas គាត់ចង់និយាយថារបាយការណ៍ដែលគាត់ត្រៀមនឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំឬក៏សមាជបកចិននៅដើមឆ្នាំក្រោយនេះវាគឺជាស្អីដែលកាត់ឡើងចេញអំពីការស្រាវជ្រាវការប្រមូលចុងក្រងពីក្រុមបណ្ដាអ្នកស្រាវជ្រាវអ្នកបង្កើតគោលនយោបាយជាតិពីគ្រប់ផ្នែកទាំងអស់ទម្រាំបានរបាយការណ៍មួយដុំហ្នឹងដើម្បីដាក់ជូនទៅបកគុំនេះចិនដើម្បីពិភាក្សាអនុម័តថាតើគួរអនុវត្តឬយ៉ាងណាបើយើងមើលមួយផ្លេតមកបងប្អូនវាជារឿងមួយដែលអស្ចារ្យណាស់ខ្ញុំក៏មិននឹកស្មានហើយខ្ញុំក៏សូមថ្លែងការកោតសរសើរចំពោះក្រុមអ្នកដែលគេរកឃើញបងប្អូនបាទគេរកឃើញក្រុមមនុស្សឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយក្រុមមនុស្សបកកែសម្ដែងក្រុមមនុស្សដែលមុខពីរគេហៅថា two face men ឬក៏គេថាម៉េចfake loyalty បាទ fake loyalty ឬក៏ two face men នេះបើយើងនិយាយទៅបងប្អូនខ្មែរយើងថាម៉េចបរោះមុខពីរមនុស្សឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយសុភាពបរោះคล้ายៗអញ្ចឹងទៅអញ្ចឹងនេះគឺជាក្រុមមនុស្សដែលកំពុងតែបំផ្លាញស្ថាប័នដោយស្ងាត់ស្ងៀមបាទពួកគេទៅជាមួយមេគឺត្រូវជាមួយមេប៉ុន្តែនៅពីក្រោយខ្នងមេគឺគេធ្វើបាបមេគេបំផ្លាញមេដោយមិនដឹងខ្លួនហ្នឹងវាមិនខុសឲ្យខ្មែរយើងចាំនិយាយណាពេលទៅជួបមេអូចេះដល់ទៅពេលចេញពីក្រោយមេមកសម្លុតគេគម្រាមគេបាទមើលទៅមកក្រសួងឬក៏ស្ថាប័នខ្លួនឯងហ្នឹងគឺមានតែអញអត់មានអាណាអីត្រូវមកហ៊ានអីជាមួយអញទេព្រោះឯងហាមក្អកបាទនេះគឺជាប្រភេទពួកគេហៅថា two face man បងប្អូនបាទពេលនៅជាមួយមេពេលនៅជាមួយថ្នាក់ដឹកនាំនិយាយពីទុនចុយម្រាយទុននិយាយពីសាពះវិញសឹងថាលុតជង្គង់បាទប៉ុន្តែចេញផុតទៅពីមេបងប្អូនបាទគឺអនុគម្រាមកំហែងគេសម្លុតបំផ្លាញស្ថាប័នរដ្ឋឬក៏ធ្វើអីស្រេចចិត្តបាទដោយមិនគិតអីទាំងអស់អញ្ចឹងតាមអ្វីដែលលោកជឹងយូសៀនេះដែលគាត់បានលើកនេះគឺជារឿងមួយដែលល្អណាស់បងប្អូនបាទនៅពេលដែលស្ថាប័នរដ្ឋចិន
អាចបំផ្លាញអាចកំទេចបង្ក្រាបបុគ្គលអស់ទាំងនេះចោលវាគឺជាគំរូដ៏ល្អមួយសម្រាប់ចិនហើយលោកប្រសិនបើរបាយការណ៍នេះត្រូវបានគេអនុម័តទទួលស្គាល់គាត់ថាស្ថាប័នរដ្ឋចិនដែលត្រូវធ្វើដំបូងនេះគឺនៅក្នុងស្ថាប័នកងទ័ពនេះហើយគាត់និយាយណាគាត់និយាយថាស្ថាប័នកងទ័ពចិនត្រូវតែពង្រឹងទិសដៅនយោបាយរបស់ខ្លួនតាមរយៈការលើកកម្ពស់ភាពស្មោះត្រង់របស់បុគ្គលនៅក្នុងផ្នែកនីមួយៗនៅតាមស្ថាប័នរដ្ឋពិសេសនៅក្នុងកងទ័ពចិនអញ្ចឹងឃ្លារបស់លោកចាងយ៉ូសៀនេះវាស្របទៅនឹងអ្វីដែលលោកប្រធានាធិបតីស៊ីជីនភីងធ្លាប់បាននិយាយកន្លងមកគាត់ថាចង់ឲ្យប្រទេសចិនហ្នឹងคล้ายទៅជាប្រទេស rejuvenation ណាគឺខ្មែរយើងបកប្រែថាម៉េចយុវកម្មហ្នឹងគឺថាឲ្យការប្រែคล้ายប្រទេសជាតិហ្នឹងឲ្យคล้ายទៅជាប្រទេសមួយដែលមានឧត្តមភាពមានកម្លាំងធម៌ពលអស្ចារ្យនៅលើសកលលោកត្រឹមឆ្នាំ2050អញ្ចឹងគាត់ថាដើម្បីសម្រេចគោលបំណងទិសដៅចក្ខុវិស័យរបស់លោកប្រធានស៊ីត្រឹមឆ្នាំ2050នេះការបង្ក្រាបក្រុមមនុស្សមុខពីរក្រុមមនុស្សដែលគ្មានភាពស្មោះត្រង់នៅតាមក្រសួងស្ថាប័នក្រុមលាក់មុខក្រុមដែលបំផ្លាញជាតិស្ងាត់ស្ងៀមជាទីបំផុតនៅតាមក្រសួងស្ថាប័នរដ្ឋចិនហ្នឹងត្រូវតែកំទេចចោលត្រូវតែបង្ក្រាបឲ្យអស់បាទក្រុមសុភាពបរោះคล้ายក្រុមតាជាបាទក្រុមនេះបងប្អូនបើយើងមើលមែនតើណាវាសឹងថាអាក្រក់ជាងក្រុមប្រព្រឹត្តអំពើពុករលួយទៀតហេតុអីក្រុមប្រព្រឹត្តអំពើពុករលួយគឺជាក្រុមដែលហ៊ានអត់ខ្លាចរអាយទេបាទគឺក្រុមហ្នឹងចេញមុខក្រុមពួកពុករលួយបាទក្រុមហ្នឹងគឺហ៊ានបើហើនបាទហ៊ានចេញមុខស្រស់ប៉ុន្តែក្រុមអាលាក់មុខនេះគេហៅថា two face men ឬក៏ fake loyalty នេះគឺជាក្រុមដែលលាក់មុខដូចខ្ញុំបញ្ជាក់ជូនបងប្អូនអញ្ចឹងនៅមុខមេសុភាពនៅមុខមេគឺជាមនុស្សដែលមានឆន្ទៈគឺជាមនុស្សដែលស្មោះត្រង់ជាមនុស្សដែលឲ្យមេមើលមកហ្នឹងគឺជាមនុស្សដែលប្រកែធ្វើការណាប៉ុន្តែនៅពីក្រោយមេនៅពេលដែលមេបកគលការងារឲ្យនៅពេលដែលមេបកគលអំណាចឲ្យនៅពេលដែលមេបកគលក្រសួងឲ្យស្ថាប័នអីឲ្យមួយខ្លួនឯងคล้ายទៅជាមនុស្សផ្ដាច់ការខ្លួនឯងคล้ายទៅជាមនុស្សខូខើខ្លួនឯងคล้ายទៅជាមនុស្សស្មោកគ្រោកជាទីបំផុតដែលបំផ្លាញបកកុម្មុយនីសបាទអញ្ចឹងចិនគាត់និយាយលោកចាងយូសៀនេះគាត់និយាយខ្លាំងណាបងប្អូនបាទបងប្អូនឃើញខ្ញុំនិយាយខ្លាំងមិញមិនមែនខ្ញុំខឹងគេទេគឺខ្ញុំនិយាយតាមលោកចាងយូសៀនេះហើយបើបងប្អូនឃើញកំហឹងរបស់លោកចាងយូសៀឡើងថ្លែងសន្ទរកថានេះបងប្អូនឃើញអស្ចារ្យណាបាទគាត់បង្ហាញអំពីភាពបរាជ័យឬក៏គាត់បង្ហាញអំពីភាពផុយស្រួយនៃការបំផ្លាញស្ថាប័នរដ្ឋចិនហើយគាត់ថាប្រសិនបើរបាយការណ៍នេះត្រូវបានអនុម័តត្រូវបានគេដាក់ឲ្យប្រើប្រាស់នៅបន្ទាប់ពីសមាជជាតិដើមឆ្នាំក្រោយនេះគាត់ថាវាជារឿងមួយដែលចិនអាចសម្រេចគោលដៅយុវកម្មឬក៏គេហៅថា rejuvenation ហ្នឹងការប្រែក្លាយប្រទេសចិនឲ្យក្លាយទៅជាប្រទេសមួយដែលមានឧត្តមភាពមានកម្លាំងធម៌ពលស្របតាមទិសដៅឆន្ទៈទៅថ្ងៃអនាគតបាទតាមប្រសាសន៍របស់លោកប្រធានស៊ីជីនភីងហើយទន្ទឹមនឹងហ្នឹងលោកចាងយូស៊ីនេះក៏គាត់បន្ថែមទៀតដែរបងប្អូនបាទគាត់និយាយថាសប្តាហ៍ថ្ងៃនេះអ្វីដែលចិនខ្លាចបំផុតនឹងមិនមែនសង្គ្រាមជាមួយប្រទេសជិតខាងមិនមែនសង្គ្រាមជាមួយនឹងមហាអំណាចផ្សេងៗទេអ្វីដែលចិនត្រូវព្រួយបារម្ភអ្វីដែលចិនត្រូវតែពិចារណាគិតឲ្យបានល្អិតល្អន់គឺសង្គ្រាមផ្ទៃក្នុងគាត់និយាយថា local war នេះគឺជាសង្គ្រាមប្រឆាំងគ្នាឯងគឺជាសង្គ្រាមដែលត្រូវតែបង្ក្រាបឲ្យបានទាន់ពេលវេលាចំពោះមន្ត្រីដែលបំផ្លាញជាតិមន្ត្រីដែលយកស្ថាប័នជាតិនឹងធ្វើជាកន្លែងសងំរ៉ូស៊ីទទួលទានបាទប្រព្រឹត្តអំពើពុករលួយឬក៏បំផ្លាញស្ថាប័នរដ្ឋទាំងមូលអញ្ចឹងគាត់ថាអាសង្គ្រាមដែលគួរឲ្យខ្លាចគឺអាសង្គ្រាមផ្ទៃក្នុងគាត់និយាយគាត់ថា local war សង្គ្រាមផ្ទៃក្នុងឬក៏សង្គ្រាមដែលចេញពីខាងក្នុងគ្នាឯងនេះឯងបាទអញ្ចឹងវាជារបាយការណ៍មួយដែលខ្ញុំមិននឹកស្មានទេបងប្អូនដោយសារខ្ញុំទើបឃើញកាលពីម្សិលមិញថ្ងៃឃើញកាសែតចិនគាត់ចុះដល់អញ្ចឹងនេះខ្ញុំយកជំរាបជូនបងប្អូននេះខ្ញុំគិតថាវាជាប្រធានបទមួយដែលប្រជាជនខ្មែរឬក៏ចិនឬក៏សកលលោកប្រកាសជាមានការភ្ញាក់ផ្អើលហើយយើងធ្លាប់តែឮថាគេប្រក្រាបអំពើពុករលួយណាឥឡូវនេះគេប្រក្រាបក្រុមសុភាពរស់ខ្លែងខ្លាយក្រុមមនុស្សមុខពីរក្រុមមនុស្សឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយក្រុមមនុស្សស្មោះត្រង់ខ្លែងខ្លាយសម្ដែងណាបងប្អូនគេហៅថា fake loyalty បាទនៅលើបណ្ដាញសង្គមនេះគេហៅមិនបងប្អូនគេហៅថាមនុស្សប្រកែសម្ដែងទៅហើយណានៅមុខមេគឺជាមនុស្សផ្សេងនៅមុខមេគឺជាសុភាពរស់នៅមុខមេគឺជាមនុស្សដែលមានឆន្ទៈប៉ុន្តែនៅពីក្រោយខ្នងមេគឺជាមនុស្សខូខើបាតផ្សាយងខ្នងជាមនុស្សដែលគ្មានគិតពីប្រយោជន៍ជាតិទេបាទឃើញអីតបាក់ហ្នឹងបាទមិនមែនឃើញអីស៊ីហ្នឹងទេណាឃើញអីតបាក់ហ្នឹងព្រោះអាតបាក់ហ្នឹងវាទៅហៅបងប្អូនបាទគឺវាតបាក់
បើស៊ីគ្រាន់តែកលេចឆ្វេងស្ដាំខ្លះប៉ុន្តែបាទតបាក់នេះគឺអត់មានកលេចឆ្វេងស្ដាំទេបងប្អូនណាធ្លាប់បិទនុយបកាយធ្លាប់បិទនុយសទូចដឹងហើយបាទត្រីដែលវាតបាក់នុយគឺវាអត់ដែលគិតអីទេវាឃើញនុយវាតបាក់យកហ្មងបាទអញ្ចឹងនេះគឺជាអីមួយដែលខ្ញុំមានការភ្ញាក់ផ្អើលបងប្អូនហើយខ្ញុំសង្ឃឹមថារបាយការណ៍នេះនឹងត្រូវដាក់ជូនទៅសមាជបកនៅដើមឆ្នាំក្រោយហើយនឹងទទួលបានការគ្រប់គ្រងពីមន្ត្រីស្មោះត្រង់ចិនជាច្រើនទៀតបាទវាស្ដាប់បំភ្លេចទៅវាជារឿងមួយដែលគួរឲ្យអស់សំណោចដែរបងប្អូនបាទប៉ុន្តែវាជាការបង្កើតនៅគោលនយោបាយតូចឬក៏ការបង្កើតនៅផែនការសកម្មភាពតូចដើម្បីបង្អាក់ដំណើរដើម្បីបង្ក្រាបនៅគ្រប់សរសៃឈាមដែលអាចបង្កគ្រោះថ្នាក់ទៅដល់ការអភិវឌ្ឍស្ថាប័នរដ្ឋរបស់ចិនវាគឺជាគោលនយោបាយមួយដែលល្អប្រសើរណាស់ប្រសិនបើវាត្រូវបានគេអនុម័តហើយតាមរយៈផែនការរយៈពេល5ឆ្នាំនេះគេហៅថា 5 year plan strategy នេះគឺមានរយៈពេលចាប់2026រហូតដល់ឆ្នាំ2030រយៈពេល5ឆ្នាំគត់អញ្ចឹងបើសិនបើវាត្រូវបានអនុម័តត្រូវបានមជ្ឈិមបកឬក៏សមាជបកកុម្មុយនីសចិននឹងគាត់ទទួលស្គាល់មានន័យថារបាយការណ៍នេះនឹងអាចคล้ายទៅជាការយកទៅអនុវត្តនៅទូទាំងស្ថាប័នរដ្ឋចិនពិសេសអ្វីដែលគេផ្ដោតសំខាន់ជាងគេហ្នឹងគឺនៅក្រសួងការពារជាតិមុនគេបាទបន្ទាប់មកក្រសួងស្ថាប័នផ្សេងតាមបន្តអញ្ចឹងទៅហើយក្រមមនុស្សដែលបង្កើតរបាយការណ៍នេះឡើងបងប្អូនដូចខ្ញុំបញ្ជាក់ជូនពីខាងដើមហ្នឹងគឺកើតឡើងដោយសារតែបណ្ដុំនៃមន្ត្រីជាន់ខ្ពស់នៃផ្នែកគោលនយោបាយរដ្ឋចិនចេញមកពីគ្រប់ផ្នែកទាំងអស់ដែលគេប្រជុំគ្នាដែលគេរៀបចំជាមួយគ្នាដើម្បីបង្កើតឲ្យចេញជារបាយការណ៍ដ៏មានឥទ្ធិពលដ៏មានអានុភាពបែបនេះឡើងដើម្បីជួយឲ្យស្ថាប័នរដ្ឋចិនហ្នឹងអាចប្រយុទ្ធប្រឆាំងមិនត្រឹមតែប្រយុទ្ធប្រឆាំងជាមួយនឹងការប្រព្រឹត្តអំពើពុករលួយទេអាចប្រយុទ្ធប្រឆាំងជាមួយនឹងមនុស្សដែលបកកែសម្ដែងមនុស្សដែលយកផ្លាកស្ថាប័នរដ្ឋហ្នឹងធ្វើជាកន្លែងរស់ស៊ីធ្វើជាកន្លែងប្រព្រឹត្តអំពើផ្ដេសផ្ដាសធ្វើជាកន្លែងបង្កើតបពុនិយមផ្ដេសផ្ដាសធ្វើជាកន្លែងដែលធ្វើឲ្យមន្ត្រីផ្សេងក្តៅកាហាយជាមួយចឹងបរោះមុខពីរ two face man ហើយនឹង fake loyalty នេះវាជាពាក្យមួយដែលស្ដាប់ទៅវាជាពាក្យអីដែលខ្ញុំជឿថាប្រជាជនខ្មែរយើងធ្លាប់ឮហើយបាទសភាពបរោះคล้ายមនុស្សមុខពីរមនុស្សសម្ដែងមនុស្សឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយនេះវាជាក្រុមបុគ្គលដែលបង្កហានិភ័យខ្ពស់ណាស់សម្រាប់ការអភិវឌ្ឍជាតិទៅថ្ងៃអនាគតពិសេសគឺជាក្រុមដែលមានឱកាសអាចឈរក្រោមស្លាកស្ថាប័នរដ្ឋអាចបង្កព្យុះភ្លៀងនៅក្នុងស្ថាប័នរដ្ឋអាណាធ្វើអីធ្វើទៅអញអត់ខ្វល់ទេក្រុមនេះគឺជាក្រុមប្រភេទមនុស្សស្ងៀមស្ងាត់ក្រុមនេះខុសពីក្រុមប្រភេទមនុស្សផ្សេងទៀតក្រុមមុខពីរក្រុមមនុស្សសុភាពបរោះคล้ายក្រុមមនុស្សដែលមានភាពស្មោះត្រង់คล้ายនេះគេហៅថាគឺជាក្រុមមនុស្សដែលស្ងាត់ស្ងៀមជាទីបំផុតជាទូទៅក្រុមហ្នឹងអត់សូវលងឡាំងអត់សូវចេញមកនិយាយអីជាសាធារណៈអត់សូវមានសកម្មភាពជាសាធារណៈឲ្យគេស្គាល់អីហ្មងទេប៉ុន្តែជាប្រភេទក្រុមមនុស្សដែលបកកែសង្ងំបាទសង្ងំនៅតាមស្ថាប័នរដ្ឋនៅតាមស្ថាប័នផ្សេងហ្នឹងសង្ងំធ្វើទង្វើប្រេះផ្ដាស់ទៅពេលដែលពួកគេមានមេលើកាងឬក៏អ្នកណាកាងគេឬក៏អ្នកណាចូលដៃចូលជើងមួយគេទៅគឺក្រុមហ្នឹងគឺក្រុមបកកែដែរបាទបងប្អូនបាទក្រុមហ្នឹងអត់មាត់លោឡាឲ្យគេឮទេក្រុមហ្នឹងគឺជាក្រុមបកកែលក្ខការក្រុមហ្នឹងគឺជាក្រុមស្ងាត់គេហៅថា silent official ណា silent ហ្នឹងអត់មាត់តាពីខាងក្រៅទេអត់មាត់ឲ្យតែគេស្គាល់ទេប៉ុន្តែនៅក្នុងស្ថាប័នគឺជាអ្នកដែលអុកឡុកគឺជាអ្នកដែលបកកែចាប់ញីបស៊ីឈ្មោលបាទចាក់ជែកចាក់ស្គរចាក់នេះចាក់នោះក្រុមប្រភេទនេះគឺជាក្រុមដែលគ្រោះថ្នាក់ជាទីបំផុតខ្ញុំនិយាយអញ្ចឹងប្រហែលជាបងប្អូនមួយចំនួនដែលកំពុងធ្វើការណាបាទមិនថាស្ថាប័នរដ្ឋមិនថាឯកជនអង្គការសង្គមស៊ីវិលទេលួចសោយទៀតលួចសោយតែហេកន្លែងខ្ញុំក៏មានដែរបងកន្លែងខ្ញុំក៏មានដែរបងប្អូនប៉ុន្តែគាត់ថាខ្ញុំវាមិនដឹងនិយាយថាម៉េចឥឡូវខ្ញុំនិយាយប្រាប់ហើយអញ្ចឹងសោយទាំងអស់គ្នាទៅបាទអញ្ចឹងក្រុម two face man នេះក្រុមមុខពីរក្រុមលាក់ពុតក្រុម fake loyalty ក្រុមសម្ដែងคล้ายក្រុមសុភាពបរោះคล้ายនេះគឺជាប្រភេទដែលមនុស្សដែលមិនសូវចេញមុខចេញមាត់ទេបងប្អូនប៉ុន្តែគេរៀបកាឡានៅតាមក្រសួងគេរៀបកាឡានៅតាមស្ថាប័នរដ្ឋបាទគេបង្កើតបណ្ដាញខ្មៅងងឹតគេបង្កើតបណ្ដាញជនប្រព្រឹត្តអំពើប្រេះផ្ដាស់ជាមួយគេនៅតាមអង្គភាពផ្សេងនៅក្នុងស្ថាប័នរដ្ឋឬក៏ស្ថាប័នមួយហ្នឹងចឹងក្រុមនេះគេមិនសូវស្គាល់ទេសាធារណជនប៉ុន្តែមន្ត្រីនៅតាមក្រសួងមន្ត្រីនៅតាមស្ថាប័នរដ្ឋគឺគេស្គាល់ច្បាស់ណាស់គេហៅថាបរោះមុខពីរនេះក្រុមនឹងភាគច្រើនញឹមបាទអូចេះ
ពីបកកាយណាចាក់ជែកចាក់ស្គរអីចឹងណាបាទអ៊ំបាទមេបាទចេះមួយចុះពីរទៅប៉ុន្តែក្រុមនេះស៊ីរូងផ្ទៃក្នុងជួនកាលធ្វើឲ្យយើងអត់ដឹងទេអត់ដឹងថាក្រុមនេះកំពុងតែធ្វើអីទេអញ្ចឹងវាជាគ្រោះថ្នាក់មួយសម្រាប់ស្ថាប័នរដ្ឋនៃចិនអញ្ចឹងហើយបានជាលោកចាងយ៉ូសៀនេះគាត់ប្រម៉ែប្រមូលអ្នកបង្កើតគោលនយោបាយជាតិចិនពីគ្រប់ផ្នែកទាំងអស់គាត់និយាយ a lot of senior government official from any other policy makers area បាទគាត់និយាយណាគាត់ប្រមូលក្រុមមនុស្សដែលជាអ្នកគោលនយោបាយពីគ្រប់មជ្ឈដ្ឋានផ្នែកផ្សេងៗរបស់ចិនហ្នឹងដើម្បីបង្កើតបានជារបាយការណ៍មួយនេះឡើងដាក់ជូនទៅបកគុំនីចិនបាទប្រសិនបើគេអនុម័តប្រសិនបើគេអូខេនៅដើមឆ្នាំក្រោយបន្ទាប់ពីសមាជបករបស់ចិននេះនោះអ្វីៗនឹងត្រូវបានគេអនុវត្តអញ្ចឹងអ្នកដែលគេហៅថាបរិសុទ្ធភាពបរោះខ្លែងខ្លាយមនុស្សឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយប្រហែលជាភ័យខ្លួនប៉ុន្តែវាជារឿងល្អណាស់បងប្អូនបាទយ៉ាងហោចណាស់ក៏ប្រឡាចកុំឲ្យមនុស្សនឹងវាប្រហើនប្រឡាចកុំឲ្យមនុស្សនឹងវាឆ្លើយពេកបាទនៅតាមក្រសួងស្ថាប័នអីឧទាហរណ៍ណាហើយមនុស្សប្រភេទនេះដូចខ្ញុំបញ្ជាក់បងប្អូននឹងពួកគេមិនសូវបានមាត់បានកទេនៅខាងក្រៅប៉ុន្តែគឺជាក្រុមមនុស្សដែលធ្វើព្យុះធ្វើភ្លៀងនៅក្នុងស្ថាប័នខ្លួនឯងតាមរយៈការបង្កើតបណ្ដាញអីផ្សេងៗអញ្ចឹងទៅហើយបណ្ដាញគេនឹងគ្មានមនុស្សល្អគ្មានអីទេបាទគេយកអ្នកណាមួយដែលប្រកែរលុយគេយកអ្នកណាមួយដែលប្រកែចាក់មេចេះមួយចុះពីរជួនកាលគេយកអាណាដែលនៅចិត្តមេហ្នឹងទៅគេផ្លុំទៅជាអាហ្នឹងទៅដើម្បីឲ្យផ្លុំទៅជាមេតអូមានរឿងច្រើនណាស់បាទបើមានពេលវេលាច្រើនទៀតខ្ញុំនឹងបញ្ជាក់ជូនបងប្អូនលម្អិតបាទដោយសារតែសុភាពបរោះខ្លែងខ្លាយឬក៏មនុស្សសំដែងធ្វើជាស្មោះត្រង់នេះបងប្អូនគេមានសភៅសរសេរច្រើនណាស់ហើយក៏មានអត្ថបទគេសរសេរជាច្រើនទៀតដែរបាទបើមានពេលខ្ញុំនឹងយកមកបញ្ជាក់ជូនប្រាប់បងប្អូនបន្ថែមទៀតមិនមែនខ្ញុំចេះតែនិយាយទេបាទនេះខ្ញុំនិយាយប្រាប់បងប្អូនពេលខ្លះហ្នឹងក៏តាមរយៈបទពិសោធន៍ធ្លាប់ឃើញឬក៏តាមរយៈការអានឯកសារជាច្រើនអញ្ចឹងហើយបានជាចង់ជំរាបជូនបងប្អូននៅចំណុចនេះសរុបមកវិញនេះគឺជាអ្វីដែលលោកចាងយ៉ូសៀដែលគាត់គឺជាអនុប្រធានគណៈកម្មាធិការកងទ័ពកណ្ដាលចិនដែលគាត់កំពុងតែត្រៀមរបាយការណ៍មួយយ៉ាងមានប្រសិទ្ធភាពដាក់ជូនទៅបកគមនីចិនហើយបើសិនបើវាត្រូវបានគេទទួលស្គាល់វាត្រូវបានគេអនុម័តអញ្ចឹងមានន័យថាស្អីនឹងคล้ายទៅជាការអនុវត្តទូទាំងប្រទេសចិនតែម្ដងពិសេសគឺនៅស្ថាប័នរដ្ឋធំៗដែលកំពុងតែញោមញីដោយអំពើពុករលួយឬក៏ញោមញីដោយបញ្ហាផ្ទៃក្នុងបែកបាក់អីចឹងទៅតាមរយៈគោលនយោបាយឬក៏របាយការណ៍មួយនេះវាសបញ្ជាក់ឲ្យឃើញថាចិនគាត់មានឆន្ទៈច្បាស់លាស់នៅក្នុងការនាំប្រទេសចិនហ្នឹងឲ្យសម្រេចបានតាមទិសដៅស្អីដែលលោកប្រធានស៊ីគាត់សម្រេចត្រឹមឆ្នាំ2050បាទនាំចិនឲ្យคล้ายទៅជាប្រទេសដែលមានអរិយធម៌វប្បធម៌ទលំទលាយល្អប្រសើរអីណាឲ្យចិនคล้ายទៅជាមហាអំណាចពិតប្រាកដឲ្យចិនคล้ายទៅជាប្រទេសស៊ីវិល័យមួយយ៉ាងពិតប្រាកដតាមរយៈការបង្ក្រាបនៅបទល្មើសផ្សេងពិសេសតាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយជាង10ឆ្នាំនេះក្រោមអំណាចគ្រប់គ្រងរបស់លោកប្រធានស៊ីជីនភីងបាទហើយឥឡូវនេះបងប្អូនឃើញហើយបន្ទាប់ពីយុទ្ធនាការបង្ក្រាបអំពើពុករលួយនៅទូទាំងប្រទេសចិនជាង10ឆ្នាំនេះគឺឥឡូវនេះវាឈានចូលដល់ដំណាក់កាលបង្ក្រាបក្រមសម្ដែងបង្ក្រាបក្រមសុភាពបរោះខ្លែងខ្លាយដែលយកស្ថាប័នរដ្ឋដែលយកមន្ទីរស្ថាសាធារណរដ្ឋហ្នឹងធ្វើជាកន្លែងរស់ស៊ីធ្វើជាកន្លែងជ្រកកោនបណ្ដុំទៅដោយបកពួកខូចប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលចិនតាមរយៈក្រសួងស្ថាប័ននីមួយអញ្ចឹងវាដល់ពេលដែលចិនគាត់បោសសម្អាតបងប្អូនបាទមិនមែនត្រឹមបោសសម្អាតត្រឹមប្រព្រឹត្តអំពើពុករលួយទេតើអ្នកណាចេញមកសម្ដែងអ្នកណាចេញមកនិយាយខុសការពិតអ្នកណាចេញមកគេហៅថាចាក់ជេកចាក់ស្គររាយការណ៍ចេះមួយចុះពីរផ្ដេសផ្ដាស់ណាបាទហ្នឹងក៏មិនបានដែរចាប់ពីពេលនេះទៅបើសិនបើរបាយការណ៍នេះត្រូវបានគេទទួលស្គាល់មានន័យថាបុគ្គលដែលនិយាយផ្ដេសផ្ដាស់បុគ្គលដែលចូលចិត្តប្រព្រឹត្តទង្វើផ្ដេសផ្ដាស់ដោយស្ងាត់ស្ងៀមនៅតាមក្រសួងស្ថាប័នណាបងប្អូនបាទអង្គុយភ័យខ្លួនបាទប៉ុន្តែយ៉ាងម៉េចទៀតយើងមិនទាន់ដឹងឲ្យបងប្អូនបាទបើសិនបើមានការធ្វើបច្ចុប្បន្នភាពតាក់ទងនឹងរបាយការណ៍នេះយ៉ាងម៉េចទៀតខ្ញុំនឹងបញ្ជាក់ជូនបងប្អូនទៅតាមពេលវេលាសមស្របណាមួយទៀតហើយបើសិនបើមានអីខុសឆ្គងឬក៏ធ្វើឲ្យប៉ះពាល់ដល់បងប្អូននេះក៏សូមមេត្តាអធិស្ឋានផងដែរបាទសូមអរគុណសូមជម្រាបលា